ជាបងប្អូនអ្នកកំពុងចាមត្បូងឃុំក៏ចេះស្ទឹងត្រែងមកដល់គ្រីបាទប្រមិត្តទស្សនិកជននេះគឺជារថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលឬក៏ធ្វើដំណើរដោយមិនយកប្រាក់រថយន្តក្រុងមួយគ្រឿងនេះគឺធ្វើដំណើរពីភ្នំពេញទៅត្បូងឃុំបាទប្រិមិត្តបានឃើញនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅព្រឹកថ្ងៃទី12ខែមេសាឆ្នាំ2025ដែលទីតាំងរថយន្តក្រុងនេះគឺនៅចំណុចជិតនឹងរង្វង់មូលគួយកណ្ដុងដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅចំណុចចិត្តរង្វង់មូលគួយកណ្ដុងគឺបេនរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលដាក់ឲ្យធ្វើដំណើរបាទដោយមិនយកប្រាក់បាទហើយប្រិមិត្តបានឃើញថាប្រជាពលរដ្ឋយើងលោកបានមកធ្វើដំណើរច្រើនមែនទែនបាទទៅស្រុកកំណើតដើម្បីបាត់ទៅលេងបងប្អូនអីចឹងទៅក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិគឺបុណ្យចូលឆ្នាំខ្មែរបាទប្រិមិត្តទស្សនិកជននេះគឺជាទីតាំងរោងដែលទុកឲ្យសម្រាប់ប្រជាពលរដ្ឋឲ្យគាត់ចាំបាទនៅពេលដែលមកគ្រប់ចំនួនហើយរថយន្តនឹងចេញហើយនឹងហៅនឹងប្រាប់គាត់ថានឹងចេញដំណើរហើយទីតាំងរោងនេះមានដូចជាភ្នំពេញត្បូងឃ្មុំភ្នំពេញកំពង់ចាមភ្នំពេញកញ្ចេះបាទភ្នំពេញរតនគិរីបាទគឺមានច្រើនទៀតបាទហើយទីតាំងរោងនេះគឺទុកសម្រាប់ឲ្យប្រជាពលរដ្ឋគាត់រងចាំហើយនៅពេលដែលរថយន្តមកដល់គឺនឹងចេញដំណើរតែម្ដងបាទហើយគ្រប់ចំនួនគ្រប់មនុស្សគឺចេញដំណើរតែម្ដងបាទនេះរថយន្តក្រុងប្រិមិត្តបាទរបស់រដ្ឋបាលរាជធានីភ្នំពេញបាទប្រិមិត្តបានឃើញហើយផ្លាកបាទដាក់គឺធ្វើដំណើរដោយមិនយកប្រាក់ទេបាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះបាទប្រិមិត្តទស្សនិកជននេះគឺជាទីតាំងរោងដែលទុកឲ្យសម្រាប់ប្រជាពលរដ្ឋឲ្យគាត់ចាំបាទនៅពេលដែលមកគ្រប់ចំនួនហើយរថយន្តនឹងចេញហើយនឹងហៅនឹងប្រាប់គាត់ថានឹងចេញដំណើរហើយទីតាំងរោងនេះមានដូចជាភ្នំពេញត្បូងឃ្មុំភ្នំពេញកំពង់ចាមភ្នំពេញកញ្ចេះបាទភ្នំពេញរតនគិរីបាទគឺមានច្រើនទៀតបាទហើយទីតាំងរោងនេះគឺទុកសម្រាប់ឲ្យប្រជាពលរដ្ឋគាត់រងចាំហើយនៅពេលដែលរថយន្តមកដល់គឺនឹងចេញដំណើរតែម្ដងបាទហើយគ្រប់ចំនួនគ្រប់មនុស្សគឺចេញដំណើរតែម្ដងបាទនេះរថយន្តក្រុងប្រិមិត្តបាទរបស់រដ្ឋបាលរាជធានីភ្នំពេញបាទប្រិមិត្តបានឃើញហើយផ្លាកបាទដាក់គឺធ្វើដំណើរដោយមិនយកប្រាក់ទេបាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះបាទប្រិមិត្តទស្សនិកជននេះគឺជារថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលជិះឬក៏ធ្វើដំណើរដោយមិនយកប្រាក់រថយន្តក្រុងមួយគ្រឿងនេះគឺធ្វើដំណើរពីភ្នំពេញទៅត្បូងឃ្មុំបាទហើយប្រិមិត្តបានឃើញនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅព្រឹកថ្ងៃទី12ខែមេសាឆ្នាំ2025ដែលទីតាំងរថយន្តក្រុងនេះគឺនៅចំណុចជិតនឹងរង្វង់មូលគួយកណ្ដុងដែលស្ថិតនៅក្នុងសង្កាត់ស្រះចកបាទខណ្ឌដូនពេញរាជធានីភ្នំពេញបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅចំណុចចិត្តរង្វង់មូលគួយកណ្ដុងគឺបេនរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលដាក់ឲ្យធ្វើដំណើរបាទដោយមិនយកប្រាក់បាទហើយប្រិមិត្តបានឃើញថាប្រជាពលរដ្ឋយើងលោកបានមកធ្វើដំណើរច្រើនមែនទែនបាទទៅស្រុកកំណើតដើម្បីបាត់ទៅលេងបងប្អូនអីចឹងទៅក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិគឺបុណ្យចូលឆ្នាំខ្មែរបាទតាមមកអុយភ្លឺមកនៅតាមមុខរើមកឃើញបាទគុណប្រិមិត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនារកការផ្សាយខណៈពេលនេះខ្ញុំបានសម្ដែងក៏សូមបញ្ចប់នឹងការផ្សាយទៅត្រឹមនេះផងដែរបាទសូមអរគុណសូមគោរពលា
បាទអរគុណទៅទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនារកការផ្សាយខណៈពេលនេះខ្ញុំបានសម្ដែងក៏សូមបញ្ចប់នៅការផ្សាយទៅត្រឹមនេះផងដែរបាទសូមអរគុណសូមគោរពលា